ក្នុងឋានសួគ៌ពួកយើងបានឃើញថាមានទេវតាជាច្រើនកំពុងតែលេងយ៉ាងសប្បាយរីករាយទេវតាក្មេងៗគឺកំពុងតែរត់លេងនិងហោះហើរពាសពេញនៃទឹកដីនៃឋានសួគ៌នេះទឹកដីនេះគឺមានឈ្មោះថាអាណាចក្រឋានសួគ៌មានទេវតាជាច្រើនកំពុងតែជជែកគ្នាលេងពេលនោះម្ចាស់ស្ត្រីក្បានបីបាត់របស់ទ្រង់ចេញមកខាងក្រៅពេលនោះស្រាប់តែមានពួកបិសាចគឺបានចូលមកទឹកដីរបស់ពួកគេបិសាចគឺមកច្រើនខ្លាំងមែនទែនដែលធ្វើឲ្យពួកទេវតាទាំងអស់គឺមានការភ័យជាខ្លាំងធ្វើឲ្យពួកគេរត់បាត់អស់ទៅនាគ្រានោះម្ចាស់ស្ត្រីក្បានបីបាត់របស់ទ្រង់ពួនបាត់ទៅហើយពួកទេវតាទាំងអស់បានចេញទៅតទល់ជាមួយនឹងពួកបិសាចទាំងអស់នោះការប្រយុទ្ធនេះធ្វើឲ្យទឹកដីរបស់ទេវតាមានការខូចខាតជាខ្លាំងធ្វើឲ្យបាក់បែកផ្ទះទេវតាជាច្រើនពេលនោះមានបិសាចច្រោះក្រក់ម្នាក់វាបានតាមទាន់ទេវតាដែលបានរត់គេចនោះវាក៏បានធ្វើឲ្យដីនៅទីនោះប្រេះជា2ជា3ដែលធ្វើឲ្យទេវតាទាំងអស់ធ្លាក់ស្លាប់បាត់អស់ទៅគួរឲ្យសោកស្ដាយខ្លាំងមែនទែនអ្នកទាំងអស់គ្នាបិសាចវាកំពុងតែស្វែងរកម្ចាស់ស្ត្រីពេលនោះវារៀបនឹងដើរចេញទៅហើយស្រាប់តែបុត្ររបស់ម្ចាស់ស្ត្រីបានមកលើសំឡេងឡើងដែលធ្វើឲ្យបិសាចនោះវាដឹងថាម្ចាស់ស្ត្រីគឺកំពុងតែពួននៅទីនេះវាក៏បានប្រើសិលធ្វើឲ្យម្ចាស់ស្ត្រីប៉ាងផាតទៅនឹងមួយកន្លែងពេលនោះវារៀបនឹងសម្លាប់ម្ចាស់ស្ត្រីហើយប៉ុន្តែត្រូវបានព្រះអង្គមកជួយទាន់ក៏បានដាក់វាមួយដៃវាក៏បានសម្លាប់បាត់ទៅពេលនោះម្ចាស់ស្ត្រីភ័យពេកក៏បានអោបព្រះអង្គរួចពួកគេក៏បាននិយាយថាតើពួកយើងរត់ចេញពីទីនេះទៅព្រះអង្គគឺកំពុងតែនាំម្ចាស់ស្ត្រីរត់ប៉ុន្តែមានផ្សែងខ្មៅមួយបានលេចឡើងនៅមេបបិសាចវាក៏បានព្យាយាមឃាត់ផ្លូវរបស់ទ្រង់ទាំងពីរប៉ុន្តែពេលនោះព្រះអង្គក៏បានវាយប្រតបគ្នាជាមួយនឹងមេបបិសាចនោះដោយឱកាសល្អម្ចាស់ស្ត្រីក៏បានហើរចេញពីទីនេះបាត់ទៅព្រះអង្គនិងមេបបិសាចនោះកំពុងតែប្រយុទ្ធគ្នាពេលនោះស្រាប់តែមានកូនចៅមេបបិសាចហោះដេញតាមព្រះនាងចំណែកព្រះអង្គនិងមេបបិសាចនោះប្រយុទ្ធគ្នាមិនទាន់ដឹងចាញ់ឈ្នះនោះទេពួកគេគឺកំពុងតែប្រយុទ្ធគ្នាកំពុងតែប្រើសិលលើគ្នាទៅវិញទៅមកការប្រយុទ្ធនេះធ្វើឲ្យទឹកដីនៃអាណាចក្រឋានសួគ៌នេះមានការខូចខាតជាច្រើនទេវតានិងកូនចៅបិសាចទាំងអស់គ្នាកំពុងតែប្រយុទ្ធគ្នាមិនទាន់រកឃើញអ្នកណាចាញ់អ្នកណាឈ្នះទេពួកគេប្រយុទ្ធគ្នាធ្វើឲ្យផ្ទះនៅទីនោះមានការបាក់បែកជាខ្លាំងដែលធ្វើឲ្យខូចខាតនៅកន្លែងនៃអាណាចក្រនេះប្រយុទ្ធនេះមិនទាន់នឹងអាចឈ្នះចាញ់នៅឡើយទេហើយសាច់រឿងរបស់យើងក៏បានបញ្ចប់តែត្រឹមនេះសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាដល់ចប់កុំភ្លេចជួយ Subscribe អ្នកមួយផងណា